បាទសួស្តីបងប្អូនអរគ្នាអានេះជាវីដេអូទី4ដែលយើងនឹងបង្ហាញអំពីមុខងារ Beam Reaper បាទសម្រាប់ Beam Reaper យើងអាចធ្វើការបាទ select element មុនហើយយើងចុច command ឬក៏យើងអាចធ្វើការ select command បន្ទាប់មកចុច select ទៅលើបាទ Beam ក៏បានដែរហើយចំពោះការគូយើងអាចគូបានច្រើនបាទគូបានច្រើនក្នុងពេលតែមួយដូចគ្នាឥឡូវខ្ញុំ select 4ថ្នាំនេះបាទអញ្ចឹងនៅក្នុងនេះបាទយើងមាន load UI មួយឥឡូវខ្ញុំដូរ partition ដាក់ B1 បាទ cover អូខេអាចយក30នឹងចុះបន្តមកទៀតយើងមើលខាងក្រោមនេះវាមាន3 tab បាទសម្រាប់ tab top bar top bar យើងអាចបាទធ្វើការ select main bar បាទអញ្ចឹងmain bar របស់យើងខ្ញុំយកដែក 6W ចុះហើយខ្ញុំយក3ដាមtop additional bar អានេះមានតែដែកសុបបងប្អូនបាទឥឡូវខ្ញុំគូសនេះសិនខ្ញុំគូសដែកតែអត់ទាន់មានដែកសុបសិនហើយចាំគូសដែកសុបពេលក្រោយបាទចូលដល់ bottom read bar បាទ6 10 3ដាមដូចគ្នាset បងប្អូនមិនផ្លាស់ប្ដូរណាព្រោះខ្ញុំបញ្ជាក់រដងនេះគឺយើង auto collect យកដែកមកប្រើទេ stirrup បាទ stirrup ខ្ញុំយក air B8 បាទដែក3លីហើយចំពោះ spacing អាហ្នឹងយើងបាទអានេះបងប្អូនអាចឃើញនេះzone ហ្នឹងមានន័យថា spacing zone ហ្នឹងគឺ support zone ហ្នឹងមានន័យថា L លើ4 mid បាទ mid zone ហ្នឹង L លើ2ហើយនឹង support zone L លើ4អញ្ចឹងនេះ support គឺដែកគោលតម្រចេញខ្ញុំអាចដាក់120ព្រោះអាហ្នឹងវាពាក់ព័ន្ធជាមួយកម្លាំងសៀបងប្អូនអាចដឹងឯនៅពេលដែលបងប្អូនកណនីបាទខ្ញុំយក mid zone យក150បាទអញ្ចឹងអស់ហើយបងប្អូនយើងអាចធ្វើការ generate បានបាទយើងអាចមើលដែករបស់យើងអូខេអញ្ចឹងនេះដែកថ្នាំរបស់យើងខាងលើមានដែក16លី3ដាមហើយខាងក្រោមមានដែក16លី3ដាម spacing rebar យើងចែកតាម0បាទ mid zone យើងប្រើ150ហើយនឹង support zone យើងប្រើ120អញ្ចឹងវានឹងបែងចែកទៅតាម span បាទហើយបងប្អូនបាច់បារម្ភទេកម្រិតដែកកងជាមួយនឹងផ្ទៃសសរហ្នឹងគឺវាបាទវាដក clear 50 មីលីម៉ែត្រដូចរលហើយបាទហើយនៅក្នុងសសរក៏វាអត់ធ្វើការបាទgenerate ខ្សែដែកបញ្ចូលដែរបាទឥឡូវយើងអាចមើលបានបាទសូម្បីតែspan ទូចបែបនេះក៏វាចែក0ឲ្យដែរអញ្ចឹងបងប្អូនបាច់ឈឺក្បាលទៅអង្គុយគូ reference line អីនាំស្មុកស្មាញទេយើងប្រើមុខងារមួយនេះគឺបាទឈ្នះអស់វាត្រូវតែម្ដងបាទអញ្ចឹង4ថ្នាំដែលយើង select វិញគឺវា generate ដំណើរគ្នាតែម្ដងបាទឃើញបងប្អូនអត់មានសរសៃដៃថ្នាំណារត់ចូលទេបាទអូខេឥឡូវខ្ញុំបាទបង្ហាញបន្តទៀតទៅលើថ្នាំដែលមានបាទដៃសុកអញ្ចឹងយើងចូលមក Beam Reaper ដដែលឥឡូវខ្ញុំ select បាទខ្ញុំ select នៅលើថ្នាំដដែលបាទខ្ញុំចង់បង្ហាញមុខងារពិសេសមួយទៀតថ្នាំដដែលឥឡូវខ្ញុំ select ដល់15តែម្ដងបាទហើយយើងចុច finish អញ្ចឹងនេះ B1 បាទ30 6 10លី3ដាមបាទឥឡូវខ្ញុំដាក់ដែកស៊ុប4 10លី2ដាមបាទទាំងលើទាំងក្រោម16លី3ដាម4 10លី2ដាមបាទនេះ stirrup បាទយើងយកដូចមិញចុះបាទ120 150បាទអញ្ចឹងចំណុចពិសេសរបស់ comment របស់ខ្ញុំនេះមានន័យថានៅពេលដែលយើង generate ថ្មីនៅលើដៃចាស់គឺវានឹង replace អាដៃចាស់ចោលតែម្ដងវានឹង remove ដៃចាស់ហើយវានឹងបដូរនៅដៃថ្មីបាទខ្ញុំចុច generate មកអូខេអញ្ចឹងរួចរាល់អញ្ចឹងបងប្អូនផ្លេចមើលម្ដងនេះបាទយើងនឹងឃើញដែកស៊ុបបាទដែកស៊ុប2ដើមបាទអញ្ចឹងអានេះបងប្អូនក៏មិនបាច់ជឿក្បាលដែរសូម្បីតែទឹកខ្លីបែបនេះក៏វា generate ដែកស៊ុបឲ្យដែរហើយដែកស៊ុបនេះវា follow ទៅតាម ACI code បាទអញ្ចឹងបងប្អូនអាចបាទមើលឃើញជាក់ស្ដែងបាទគឺអានេះនៅគោលតម្រវាស៊ុបខាងលើនៅកដាល span វាស៊ុបខាងក្រោមបាទអូខេខ្ញុំគិតថាមុខងារមួយនេះអាចនឹងជួយបងប្អូនបានច្រើនបាទអូខេអញ្ចឹងយើងនឹងបញ្ចប់ការបង្ហាញនៅមុខងារ Beam Reaper តាមនេះបាទ
សូមអរគុណបងប្អូនជួបគ្នានៅវីដេអូបន្តទៀតបាទ